អូហើយយោសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសិតប៊ីឬសលេងខ្ញុំទេរីអញ្ចឹងថ្ងៃហ្នឹងគឺយើងមកបន្តសេរីរបស់យើងបន្តទៀតបន្តភាគមុននៅពេលនោះផងដែរមករៀនហៀបនឹងបាញ់ព្រួយហើយប៉ុន្តែត្រូវបានណាស់សង្ខំខត់ភ្លាមព្រោះរៀនដឹងថាបរិមអ្នកហ្នឹងគឺគ្មានបំណងអាក្រក់នោះទេគឺគាត់និយាយពិតហើយជាមនុស្សល្អទេពួកគេក៏បានចាប់ផ្ដើមនិយាយគ្នាបរិមនោះបានប្រាប់ថាគាត់នៅសល់ពេលរស់ទៅតែ3ខែទៀតទេដោយសារតែជំងឺមហារីកពេលតែគាត់កំពុងតែឈឺជោគចាប់នៅលើក្រែទេវតាក៏បានលេចមុខមកហើយផ្ដោតក្តីសង្ឃឹមដែលនិយាយថាបើសិនជាគាត់នឹងខ្លាចទៅជាព្រះនោះជំងឺទាំងអស់នឹងជាសះស្បើយដោយនឹកឃើញដល់មុខប្រពន្ធកូនគាត់ក៏បានសម្រេចចិត្តចូលរួមការប្រកួតមួយនេះប៉ុន្តែពេលដែលឃើញមេត្រូសម្រាប់មនុស្សយ៉ាងប្រេផ្សាយគាត់ដឹងថាខ្លួនឯងគឺមិនអាចយកឈ្នះគេបានទេដូច្នេះហើយគាត់ចង់សហការជាមួយនឹង Moria និង Saki ពួកនោះក៏បានប្រាប់ឲ្យដឹងទៀតថាការប្រកួតនេះមានរយៈពេល999ថ្ងៃដែលសារតែដឹងខ្លួនឯងមិនអាចឈ្នះជាព្រះបានទេគាត់ក៏បានប្រាប់ព្រួយក្រហមបង្ខំឲ្យសេដ្ឋីម្នាក់ប្រកល់លុយឲ្យគាត់ដើម្បីទុកឲ្យប្រពន្ធកូនគាត់នៅរស់នៅស្រួលនាពេលអនាគតអ្វីគ្រប់យ៉ាងគឺគាត់ធ្វើដើម្បីទឹកគ្រួសាររបស់គាត់ទាំងអស់ប៉ុន្តែបើសិនជាមេត្រូខ្លាចទៅជាព្រះពិភពលោកច្បាស់ជាជួបគ្រោះធំមិនខានដូច្នេះហើយពូនូក៏បានស្វែងរកវិធីបញ្ឈប់មេត្រូដែលប្រមូលបេក្ខជនដទៃទៀតរួមកម្លាំងគ្នាហើយស្វែងរកអ្នកដែលស័ក្តិសមបំផុតដើម្បីខ្លាចទៅជាព្រះគាត់បានប្រាប់ព្រួយពណ៌ក្រហមលើកសង្កេតឯកជន14នាក់ហើយឲ្យពួកគេលាក់ខ្លួននៅក្នុងចំណោមមនុស្សនៅក្នុងពហុកីឡដ្ឋានដើម្បីកំណត់ស្គាល់បេក្ខជនផ្សេងទៀតជាលទ្ធផលក៏បានរកឃើញមនុស្ស2នាក់ដែលស័ក្តិសមនឹងខ្លាចទៅជាព្រះប៉ុន្តែជាអកុសលទាំង Moria និង Saki មិនចង់ខ្លាចទៅជាព្រះនោះទេទោះជាយ៉ាងណាក៏ដោយ Moria ក៏បានព្រមជួយពូនោះដោយដាក់លក្ខខណ្ឌថាពូត្រូវតែបន្តព្យាបាលជំងឺមហារីក Moria បាននិយាយថាពូនោះប្រហែលជាមិនខ្វល់អំពីជីវិតខ្លួនឯងនោះទេប៉ុន្តែផ្ទុយទៅវិញគ្រួសាររបស់គាត់នៅទេដែលជាអ្នកខ្វល់ពេលបែបនេះពូក៏បានយល់ព្រមស្របពេលជាមួយនោះមេត្រូបានទទួលព្រួញក្រហម3ព្រួញស1និងស្លាប់3គូហើយគេក៏ចាប់ផ្ដើមរៀបចំផែនការបន្តទៀតត្រឡប់មកដល់ផ្ទះ Saki វិញពូនោះក៏បានណែនាំទេវតារបស់គាត់មានឈ្មោះថា Barret និងប្រាប់ថាខ្លួនគាត់នឹងគឺមានឈ្មោះថា Moko ជាអ្នកច្នៃម៉ូដគាត់បានគូម៉ូដសម្លៀកបំពាក់ជាច្រើនដើម្បីជួយលាអត្តសញ្ញាណរបស់ពួកគេនិយាយគ្នារួចគាត់ក៏បានចាក់ចេញទៅដោយបានប្រាំថាបើសិនជាគាត់មិនត្រឡប់មកវិញទេមានន័យថាគាត់នឹងគឺបានស្លាប់ហើយសូមគុំតាមប្រាប់គាត់អីសោះនៅថ្ងៃបន្ទាប់នៅសាលារបស់ Kanan Uyo ឬក៏ Metro នឹងក្រោយពីរៀនចប់មិត្តភ័ក្តិរបស់គេបានបបួលគ្នាទៅមើលស្រីស្អាតពេលកំពុងមើលពួកគេក៏បានជជែកគ្នាថាបើសិនជាអាចពួកគេនឹងសុំពរជ័យបានតើពួកគេនឹងចង់សុំអ្វីមិត្តភ័ក្តិរបស់ Metro នឹងក៏បាននិយាយថាបើសុំពរជ័យបានវាចង់ឲ្យប្រុសដែលសង្ហាជាងវានឹងបាត់អស់ផែនដីនឹងទៅហើយស្រីដែលមិនស្អាតនឹងក៏បាត់ទៅជាមួយគ្នាផងដែរ Metro មិនយល់ព្រមទេព្រោះបានអញ្ចឹងមើលណាខ្លួនគេនឹងក៏វាទៅវាអញ្ចឹងដូចគ្នាពេលនោះមិត្តភ័ក្តិរបស់គេក៏បានសួរបកវិញថាឯចុះបើ Metro ឯងវិញចង់បានអីដែរ Metro បានឆ្លើយវិញថាបើសិនជាគេវិញគេសុំពរជ័យឲ្យមនុស្សស្លាប់រស់ឡើងវិញខណៈពេលដែលពួកគេកំពុងចែកគ្នាលេងនឹងក៏មិនបានចាប់អារម្មណ៍ថាសិស្សប្អូនបានបាញ់ធ្នូចប់បាត់ទៅហើយ Metro បានចេញទៅវាស់ចម្ងាយព្រួញដែលបានបាញ់គឺ 31.6 ម៉ែត្រប៉ុន្តែបើព្រួញ2តគ្នាវានឹងបានចម្ងាយ60ម៉ែត្រហើយបើព្រួញ3វិញគឺ90ម៉ែត្រដែលជាចម្ងាយដ៏ល្អឥតខ្ចោះក្រោយបញ្ចប់រៀននឹង Metro ក៏បានទិញបាច់ផ្កាមួយបាច់ហើយត្រឡប់ទៅផ្ទះដើម្បីធ្វើខួបកំណើតឲ្យសពមនុស្សជាទីស្រឡាញ់របស់គេដែលត្រូវបានក្លាសេទុកយីមកខាង Moria វិញមកគោបានតាមដានរកបេក្ខជនម្នាក់ទៀតប៉ុន្តែក្មេង5នាក់នោះរត់បាត់ទៅនៅពេលដែលគេនឹងបានចូលទៅចិត្តពេលនោះនៅសតបេក្ខជនដែលមិនស្គាល់តសញ្ញាណចំនួន4នាក់ទៀតពេលភ្លាមនៅព័ត៌មានក៏បានចុះផ្សាយពីករណីឃាតកម្មសម្រាប់ក្មេងស្រីតូច3នាក់ជាប់គ្នាហើយឃាតករថែមទាំងបានបន្សល់ទុកសារឌឺដងទៀតផងមកគោគិតថាពួកគេត្រូវតែយកចិត្តទុកដាក់នឹងរឿងនេះមួយស្ទុះក្រោយមករូបថតជនសង្ស័យត្រូវបានទម្លាយតាមសារព័ត៌មាននាងគឺជាអតីតតារាបង្ហាញម៉ូដម្នាក់ដែលបានឈប់ពាក់កណ្ដាលទីតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពគេបានឃើញនាងចូលទៅក្នុងហាងទំនិញជាមួយនឹងក្មេងស្រីម្នាក់រួចក៏បាត់ខ្លួនទាំងពីរនាក់តែម្ដងមកក៏សង្ស័យថានាងអាចជាបេក្ខជនម្នាក់ទៀតផងដែរឬក៏ Metro ប្រហែលជាអ្នកនៅពីខាងក្រៅខ្នងដែលបានឲ្យស្លាប់ឬព្រួយទៅឃាតករនោះហើយវាក៏ដូចជាការគិតរបស់គេពិតមែនពេលនេះនាងក៏កំពុងតែលេងសើចជាមួយនឹងសិស្សស្រីម្នាក់ទៀតដែលជាជនរងគ្រោះពេលនោះ Metro ក៏បានលេចមុខមកប្រាប់នាងឲ្យនាងនឹងប្រញាប់ធ្វើការងារឲ្យហើយមុននឹងបន្តការចាប់ចង្រិតទៀតនិយាយចប់គេក៏បានចាក់ចេញទៅខណៈដែលឃាតករស្រីនោះដកកំបិតចេញមកត្រឡប់មកដល់ក្រុមរបស់ Moria វិញពួកគេបានវិភាគថា Metro មានស្លាប់3គូនិងព្រួយ4ហើយគេអាចចែករបស់ទាំងនេះឲ្យទៅអ្នកផ្សេងបានលក្ខខណ្ឌក្នុងការចែករំលែកគឺត្រូវបាញ់ទៅនរណាម្នាក់ដែលប្រើព្រួយពណ៌ក្រហមដូច្នេះឃាតករស្រីនោះអាចសម្លាប់មនុស្សដោយសេរីក្នុងរយៈពេល33ថ្ងៃដោយមិនខ្លាចត្រូវព្រួយពណ៌ក្រហមពីនរណាទាំងអស់មកគោគិតថានេះអាចជាអន្ទាក់ដើម្បីតាក់ទាញបេក្ខជនផ្សេងទៀតឲ្យចេញមុខមកបើពួកគេមិន
បញ្ឈប់ឃាតករនោះទេក៏គ្មានអ្វីកើតឡើងដែរប៉ុន្តែបើបណ្ដាឲ្យនាងនឹងសម្លាប់មនុស្សតទៅទៀតក៏វាមិនត្រូវរឿងឬក៏មិនអាចទៅរួចទៀតនោះដែរគាត់បានរៀបចំផែនការទៀតថាឃាតករនោះអាចទៅជានុយខណៈដែលពួកគេកំពុងតែវាប្រហារនាងមេត្រូបានលេចមុខចេញមកហើយពេលនោះដែលជាពេលដែលពួកគេនឹងអាចប្រមូលកម្លាំងវាយប្រហារគេបានខណៈដែលត្រូវទទួលទូនាទីនោះគឺជាម៉ូរីនៅតែចង់សម្លាប់គេដដែលដែលគិតថាគ្រាន់តែបាញ់ព្រួយពណ៌ក្រហមដាក់ឃាតករស្រីនោះគឺបានហើយប៉ុន្តែ River បានដាស់តឿនបើមេត្រូបានរៀបចំមនុស្សម្នាក់ទៀតឲ្យលាក់ខ្លួនចាំបាញ់ព្រួយពណ៌ក្រហមដាក់ម៉ូរីវិញនោះវាគឺជារឿងដែលត្រូវបានបញ្ចប់ទោះជានេះក្តីម៉ូរីនៅតែបារម្ភខ្លាចរអានៅក្នុងការសម្លាប់មនុស្សពេលនោះម៉ូរីក៏បាននិយាយពាក្យមួយឃ្លាដែលស្ដាប់ទៅដូចជាតួឯកនៅរឿងតុក្កតាអញ្ចឹងគឺសុខចិត្តឲ្យគេធ្វើបាបជាជាងធ្វើបាបគេហើយសុខចិត្តឲ្យគេសម្លាប់ជាជាងទៅសម្លាប់គេលើបែបនេះមកក៏មិនដឹងថាគួរសំពះម៉ូរីឬក៏សំពះព្រះនៅវត្តទេក៏បាននិយាយត្រង់ៗថានេះមិនមែនជាជំនឿទេណាតែវាហាក់ដូចជាកំសាកទៅវិញទេហើយក៏បានសួរចាក់ដោតថាបើមេត្រូហ៊ាបនឹងសម្លាប់សាគីតើម៉ូរីឯងនឹងបាញ់ព្រួយមួយណាទៅគួរហួសចិត្តគេនៅជឿរើយកព្រួយពណ៌ក្រហមដដែលដែលគ្មានសង្ឃឹមតតែសោះដែលឃើញចិត្តរីរែករបស់ម៉ូរីមកក៏បានបញ្ចប់ការប្រជុំត្រឹមនឹងសិនដោយនិយាយថាចាំស្អែកចាំជជែកគ្នាទៀតណែឯមេត្រូវិញបានបណ្ដាឃាតករស្រីនោះបន្តសម្លាប់ក្មេងស្រីដែលគេគិតថាមិនស្អាតតាមបំណងមិត្តរបស់គេនៅថ្ងៃបន្ទាប់ព័ត៌មានបានរាយការណ៍ពីជនរងគ្រោះម្នាក់ទៀតដែលផ្អែកទៅលើទីតាំងជនរងគ្រោះបានបាត់ខ្លួនមកក៏បានទីដឹងអំពីកន្លែងលាក់ខ្លួនរបស់ឃាតករបន្តមកទៀតគាត់ក៏បានទៅជួបម៉ូរីនិងសាគីដែលបានយកកាបូប2មកជាមួយដែលក្នុងនោះមានកាំភ្លើងទុកសម្រាប់ប្រើជំនួសព្រួយសម៉ូរីតាក់ស្ទើរម្ដងទៀតពេលឃើញកាំភ្លើងប៉ុន្តែមកកូននិយាយកាត់យ៉ាងត្រជាក់ថាគេមិនខ្វល់ថាម៉ូរីនឹងគិតអីទេដរាបណាអាចការពារគ្រួសាររបស់គាត់បានគាត់នឹងធ្វើគ្រប់យ៉ាងហើយជំនឿអត់បានការរបស់ម៉ូរីនឹងមិនអាចបញ្ឈប់ឃាតករស្រីនោះបានទេណាពេលចុងហើយផែនការចាប់ឃាតករក៏បានចាប់ដើមឡើងពេលនោះនាងទើបតែសម្លាប់សោះស្រីម្នាក់ទៀតរួចហើយក៏បានចេញមកខាងក្រៅដើម្បីស្វែងរកជនរងគ្រោះបន្តនាងបានបោះសពជនរងគ្រោះនោះចូលទៅលើអគារដើម្បីទាក់ទាញចំណាប់អារម្មណ៍ពេលប៉ូលីសមកដល់នាងបានប្រើព្រួយពណ៌ក្រហមបញ្ជាឲ្យពួកគេនឹងយកសពទៅបោះចោលទោះបីជាមានមន្ត្រីម្នាក់ព្យាយាមឬបំប្រាស់ក៏ដោយមកគាត់នឹងច្បាស់ថាឃាតករស្រីនោះគ្រាន់តែជានុយដើម្បីទាក់ទាញបេក្ខជនផ្សេងទៀតឲ្យចេញមុខមកដើម្បីឲ្យអាប៉ិមេត្រូនឹងអាចសម្លាប់ពួកគេចោលទាំងអស់ដូច្នេះហើយគាត់មានបំណងឬក៏រៀបផែនការដើម្បីទាក់ទាញអាមេត្រូនឹងចេញមកវិញម្ដងគាត់មិនបានប្រើព្រួយពណ៌ក្រហមនោះទេព្រោះគាត់បានប្រើអស់កម្រិតទាំង14ព្រួយនៅពហុកលាឋានបាត់ទៅហើយអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាគាត់នឹងធ្វើយ៉ាងណាដើម្បីទាក់ទាញអាមេត្រូនឹងឲ្យចេញមកខាងក្រៅវិញជួបគ្នានៅវីដេអូក្រោយហើយនេះគឺជា QR code របស់ admin សម្រាប់អ្នកយើងណាដែលអាណិត admin ណាឃើញសម្រាយរឿងអត់មានអ្នកមើលហើយនៅតែធ្វើវីដេអូឲ្យគ្នាយើងមើលហើយចង់ធ្វើបន់ក្នុងបន់ជុំបិណ្ឌយើងខាងមុខនេះផងដែរអាចចែករំលែកតាមរយៈ QR code នេះបានអរគុណច្រើន